បាទសួស្តីបងប្អូនស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះថ្ងៃនេះខ្ញុំចង់ចែកម្លែកបងប្អូនពីរបៀបភ្ជាប់គម្រោងប្ដូរលុយរបស់ Cell Card ហើយគម្រោងដែលខ្ញុំជឿជាក់ថាល្អសម្រាប់បងប្អូនទាំងគ្នាគឺគម្រោងប្រចាំខែបងប្អូនបាទគឺគម្រោងប្រចាំខែនេះគឺមួយខែ$5អញ្ចឹងទទួលបានទិន្នន័យអ៊ីនធឺណិត 40GB អញ្ចឹងគឺការភ្ជាប់នេះគឺយើងអាចចូលទៅមើលនៅក្នុងapp របស់ Cell Card បានអញ្ចឹងបងប្អូនដែលប្រើប្រាស់ Cell Card បងប្អូនកុំភ្លេច download នៅ app Cell Card ដើម្បីយើងចូលទៅមើលនៅក្នុងហ្នឹងមាន promotion ផ្សេងឬក៏ការភ្ជាប់អីផ្សេងហ្នឹងគឺមាននៅក្នុងហ្នឹងទាំងអស់តែម្ដងអញ្ចឹងពេលដែលក្រុមហ៊ុន Cell Card គាត់ update ទៅគាត់បង្កើតនៅកម្មវិធីណាមួយនៅក្នុង Cell Card លើ SIM Cell Card គឺបងប្អូនអាចចូលទៅមើលហើយអាចឆែកមើលគ្រប់ promotion ផ្សេងនៅខាងក្នុងគឺមានច្រើនមែនតើយ៉ាងសម្បូរបែបមែនតើអញ្ចឹងបងប្អូនណាខ្លះដែលប្រើប្រាស់ Cell Card បងប្អូនកុំភ្លេច download នៅ app Cell Card យកមកប្រើប្រាស់ដើម្បីមានភាពទូលំទូលាយយើងអាចទស្សនាយើងអាចមើលនៅគម្រោងភ្ជាប់ផ្សេងរបស់ Cell Card បានយ៉ាងងាយស្រួលតែម្ដងសម្រាប់បងប្អូនទាំងគ្នាដែលប្រើប្រាស់នៅ SIM Cell Card ឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅមើលការបដូរប្រាក់របស់ Cell Card ទាំងអស់គ្នាគម្រោងបដូរប្រាក់របស់ Cell Card ហើយនឹងអាចភ្ជាប់នៅក្នុង app នឹងបានផងដែរតោះ let's go បាទសួស្តីបងប្អូនគ្នារបៀបចូលទៅភ្ជាប់នៅគម្រោងបដូរលុយថ្មីរបស់ Cell Card អញ្ចឹងបងប្អូនអ្នកខ្លះគឺអត់ទាន់ដឹងនឹងការភ្ជាប់នៅគម្រោង Cell Card ប្រចាំខែគឺមួយខែចំណាយតែ$5ទេអញ្ចឹងទទួលបានអ៊ីនធឺណិតរហូតដល់ 40GB អញ្ចឹង$5មួយខែ 40GB គឺជាទៅល្អសម្រាប់បងប្អូនអរគ្នាគឺតម្លៃសមរម្យមែនតើបងប្អូនបាទឥឡូវកុំឲ្យខាតពេលយូរចូលមកកាន់ app Cell Card មកបងប្អូនកុំភ្លេច download នៅ app Cell Card យកមកប្រើប្រាស់ផងយើងចុចលើ app Cell Card ហ្នឹងមកអញ្ចឹងគឺខ្ញុំភ្ជាប់គម្រោងជារៀងរាល់ខែហ្នឹងគឺគម្រោងសេរីគឺមួយខែ$6ខ្ញុំភ្ជាប់គម្រោងសេរីមួយខែ$6ដើម្បីប្រើប្រាស់ជាប្រចាំថ្ងៃជាប្រចាំខែតែម្ដងហើយមួយទៀតនេះបើសិនជាបងប្អូនចង់មើលនៅគម្រោងផ្សេងបងប្អូនអាចមើលខាងលើហ្នឹងគម្រោងជាច្រើនគម្រោងបែបនេះជាច្រើនបងប្អូនបាទយើងអាចភ្ជាប់បានងាយដល់ខ្លួនឯងតែម្ដងហើយគម្រោងដែលជាក់លាក់នៅខាងក្នុង app Cell Card នេះគឺនេះបងប្អូនចុចចូលកន្លែងគម្រោងនេះមកកន្លែងគម្រោងហ្នឹងចុចចូលនឹងមកអញ្ចឹងយើងនេះជាគម្រោងជាច្រើនដែល Cell Card បានបង្កើតមកដើម្បីឲ្យយើងភ្ជាប់ប្រើប្រាស់ហ្នឹងអញ្ចឹងគឺមានគម្រោងជាច្រើនឥឡូវយើងចូលមកគម្រោងសេរីបងប្អូនបាទគម្រោងសេរីនេះគម្រោងសេរីទី1នេះគឺមួយខែមួយអាទិត្យ$1អញ្ចឹងទទួលបានទិន្នន័យអ៊ីនធឺណិត 8G អញ្ចឹង$1បាន 8G ក្នុងមួយអាទិត្យរយៈពេលកំណត់7ថ្ងៃហើយគម្រោងទី2នេះ$1កន្លះ 15G ហើយនឹងសុពលភាព7ថ្ងៃនេះគម្រោងដែលខ្ញុំចង់ណែនាំបងប្អូនឲ្យមកភ្ជាប់ហ្នឹងគឺគម្រោងនេះគឺគម្រោងមួយខែ$4ទទួលបានទិន្នន័យអ៊ីនធឺណិត 25G រយៈពេលកំណត់28ថ្ងៃហើយនេះជាគម្រោងដែលខ្ញុំចង់ណែនាំបងប្អូនឲ្យមកភ្ជាប់ប្រើប្រាស់នេះគឺគម្រោងនេះតែម្ដងបងប្អូនបាទគឺគម្រោងសេរីសោះមួយខែ$5ទទួលបានទិន្នន័យអ៊ីនធឺណិត 40GB អញ្ចឹងរយៈពេលផុតកំណត់គឺ30ថ្ងៃអញ្ចឹងមួយខែ30ថ្ងៃតែ$5ទេគឺយើងអាចភ្ជាប់បានពេញមួយខែតែម្ដងយើងអាចលេងបានពេញមួយខែហើយគម្រោងមួយទៀតគឺមួយខែ$6អញ្ចឹងមួយខែ$6ទទួលបានអ៊ីនធឺណិត 60GB រយៈពេលផុតកំណត់30ថ្ងៃហើយនឹងគម្រោងសេរីមួយទៀតគឺមួយខែ$10ទទួលបានទិន្នន័យអ៊ីនធឺណិត 100GB រយៈពេលផុតកំណត់30ថ្ងៃដូចគ្នាអញ្ចឹងគម្រោងទាំងអស់ហ្នឹងគឺបងប្អូនអាចភ្ជាប់ប្រើប្រាស់បានយ៉ាងងាយស្រួលសម្រាប់បងប្អូនអរគ្នាហើយសម្រាប់បងប្អូនដែលចង់ភ្ជាប់នៅគម្រោងសេរីមួយខែ$5នេះ
ก็យើងអាចភ្ជាប់នៅក្នុង app នេះបានបងប្អូនបាទគេដាក់ថាភ្ជាប់គម្រោងហ្នឹងចឹងយើងចុចកន្លែងភ្ជាប់គម្រោងតាមគេទៅហ្នឹងគឺមុនឲ្យយើងភ្ជាប់គឺយើងត្រូវតែមានទឹកប្រាក់នៅក្នុងគណនី Cell Card របស់យើងត្រូវតែមានគណនីនៅក្នុង SIM យើងចូលលើក្នុង SIM មកហើយទៅ$5ហើយទៅបន្ទាប់មកយើង download នៅនេះ app Cell Card នេះមកបន្ទាប់មកយើងចូលកន្លែងគម្រោងរបស់ Cell Card កន្លែងគម្រោងសេរីបន្ទាប់មកបងប្អូនជ្រើសរើសយកគម្រោងសេរីមកបងប្អូនអាចជ្រើសរើសនៅគម្រោងផ្សេងជាច្រើនរបស់សេរីហ្នឹងគឺច្រើនមែនតើ 4-5 គម្រោងនោះអញ្ចឹងបើសិនជាបងប្អូនចង់ភ្ជាប់គម្រោងមួយណាបងប្អូនអាចចុចពាក្យថាភ្ជាប់គម្រោងទៅបងប្អូនអាចបន្តទៅមុខទៀតទៅឬក៏បញ្ជាក់ទៅគឺនឹងបងប្អូនអាចភ្ជាប់បានដោយខ្លួនឯងតែម្ដងអញ្ចឹងកន្លែងយើងចុចភ្ជាប់ហ្នឹងយើងចុចពាក្យថាភ្ជាប់នឹងមកពេលដែលយើងមានទឹកប្រាក់នៅខាងក្នុងគណនី SIM របស់យើងហើយគឺយើងចុចពាក្យថាភ្ជាប់ទៅគឺយើងភ្ជាប់ដោយអូតូតែម្ដងយើងមិនបាច់ចាំចុចលេខភ្ជាប់ទេហើយមួយទៀតបើសិនជាបងប្អូនចង់ចុចលេខភ្ជាប់ក៏បានដែរបងប្អូនអាចចុចលេខភ្ជាប់បានមកបងប្អូនចុចកន្លែងប៊ូតុងទូរស័ព្ទរបស់យើងមកបន្ទាប់មកយើងចុចលេខភ្ជាប់មកអញ្ចឹងរបៀបភ្ជាប់ហ្នឹងបងប្អូនចុចផ្កាយ16 15ផ្កាយ500ត្រង់ជ្រូកទៅបងប្អូនចុចបញ្ជូនទៅគឺបងប្អូននឹងមកទទួលបានសារមួយដែលបញ្ជាក់ថាយើងបានភ្ជាប់ដោយជោគជ័យអញ្ចឹងមុននឹងយើងភ្ជាប់ហ្នឹងលុះត្រាតែយើងមានលុយនៅក្នុងគណនីយើងសិនហើយមួយទៀតបើសិនជាបងប្អូនចង់ផ្ដាច់វិញអញ្ចឹងរបៀបផ្ដាច់ឬបងប្អូនចង់ឆែកមើលទឹកប្រាក់អញ្ចឹងរបៀបឆែកបងប្អូនចុចផ្កាយ1201ត្រង់ជ្រូកអញ្ចឹងបងប្អូនចុចបញ្ជូនទៅបងប្អូននឹងឃើញចំនួនទឹកប្រាក់ដែលយើងបានបដូររួចរាល់ហើយពេលដែលក្រុមហ៊ុនផ្ញើសារមកហើយមួយទៀតបើសិនជាបងប្អូនចង់ផ្ដាច់វិញរបៀបផ្ដាច់បងប្អូនចុចផ្កាយ1200ត្រង់ជ្រូកបងប្អូនគ្រាន់តែធ្វើតាមការណែនាំរបស់គេទៅគឺយើងអាចផ្ដាច់បាន 100% តែម្ដងហ្នឹងហើយអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបើសិនជាបងប្អូនពេញចិត្តកុំភ្លេចចុច Subscribe ឲ្យម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ Bye bye let's go